បាទសួស្តីបងប្អូនទូនេះលូត DE ឥឡូវជាងបោមិនបាច់រងចាំយូរធ្វើកន្លែងដាច់ខ្សែហើយក៏ចាប់ផ្ដើមធ្វើការជួសជុលតខ្សែឡើងវិញឥឡូវសាកដំណើរការទៅមើលវាយ៉ាងម៉េចដែរវាលូតទៀតឬក៏មិនលូតតាមដានទាំងអស់គ្នាឃើញថាវិលធុងតិចហើយបាទឃើញវិលធុងហើយ LG Load Air Code DE 12គីឡូគឺបញ្ហាកណ្ដុរប្រកេកខ្សែដាច់ sensor ទ្វារឥឡូវយើងរងចាំមើលបន្តិចវាចូលទឹកឬមិនចូលទឹកឃើញថាលោតនាទី51ហើយកំពុងតែបញ្ចូលទឹកហើយតែមើលទៅខាងក្រៅមិនសូវច្បាស់ទេចឹងយើងបើកទ្វារធំមើលទាំងអស់គ្នាតើវាហូរទឹកទេឃើញថាហូរហើយអរគុណច្រើន